ជំរាបសួរបងប្អូនអរគ្នាហើយនេះយើងមកធ្វើវីដេអូមួយហើយមុននឹងចូលវីដេអូសូមអរគុណដល់បងប្អូនអរគ្នាដែលបានជួយចុច Subscribe ជួយចែករំដឹងមកលើវីដេអូរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយជាមួយនឹងផ្លែល្មុតអូខេហើយបើនិយាយទៅផ្លែនេះនៅខាងខ្ញុំគេហៅផ្លែសូដាប៉ុន្តែភាគច្រើនគេហៅផ្លែល្មុតអញ្ចឹងខ្ញុំក៏យកពាក្យទៅតាមគេទៅតាមហៅថាផ្លែល្មុតអញ្ចឹងបងប្អូនអូខេឥឡូវយើងចាប់ផ្ដើមប៉ុន្តែផ្លែនេះវាអត់សូវមានពណ៌មានអីប្រហែលទេពណ៌របស់វាផេះដូចដីអញ្ចឹងបងប្អូនអូខេឥឡូវយើងចាប់ផ្ដើមធ្វើតែម្ដងទៅយកផ្លែនេះយកមកចិតសម្បកវាចេញអូខេអានេះមកផ្លែល្មុតនេះគឺងាយស្រួលចិតមែនតើអត់ពិបាកចិតដូចផ្លែផ្សេងទេគឺដាក់ទៅគឺចិតស្រួលមែនតើចិតរូអញ្ចឹងបងប្អូនផ្លែផ្សេងទៀតរៀងពិបាកចិតផ្លែនេះបើនៅខាងខ្ញុំនោះភាគច្រើនគឺគេហៅថាផ្លែស្ដាតែខ្ញុំមិនដឹងថាស្ដាហៅខុសឬក៏ត្រូវទេប៉ុន្តែខ្ញុំនៅនេះគេហៅល្មុតហ្នឹងហើយល្មុតអញ្ចឹងខ្ញុំក៏ហៅល្មុតតាមគេទៅហ្នឹងហើយឥឡូវនេះយើងមកធ្វើវីដេអូជាមួយនឹងផ្លែល្មុតហ្នឹងតែម្ដងអូខេហើយឥឡូវនេះយើងចិតបានមួយហើយយើងយកចានយើងមកដាក់មកចានយើងហើយវាពិបាកបន្តិច color តកតងជាមួយនឹង color ផ្លែហ្នឹងវាពណ៌វារៀងដូចជាមិនសូវមាន color អញ្ចឹងបងប្អូនពេលអញ្ចឹងនៅពេលដែលយើងថតទៅវាចេញពណ៌ឯងដូចវាអត់សូវស្អាតណាបងប្អូនហើយពណ៌វាស្លែតដូចពណ៌ដីមិនដឹងទេព្រោះវាមិនសូវមានពណ៌ប៉ុន្តែវាខុសផ្លែពីផ្លែឈើម្យ៉ាងគ្នាអញ្ចឹងលក្ខណៈខុសគ្នាអញ្ចឹងវាអត់ដូចគ្នាទេផ្លែឈើពណ៌វាទៅតាមរូបរាងរបស់វាផ្សេងគ្នាអញ្ចឹងទៅទោះបីជាវាពណ៌ខុសគ្នាប៉ុន្តែរសជាតិវាគឺក៏ខុសគ្នាដែរហ្នឹងហើយវាមានវាមានរសជាតិខុសដូចគ្នាទៅបងប្អូនរសជាតិវាខុសគ្នាអញ្ចឹងហើយអូខេបន្ទាប់មកយើងចិតនេះរួចរាល់ហើយយើងចិតបាន2ហើយប៉ុន្តែសម្រាប់ខ្ញុំធ្វើផ្លែហ្នឹងខ្ញុំធ្វើ2ហើយខ្ញុំធ្វើយកមើលសិនយកទៅ2បានហើយ2រៀងច្រើនហើយអញ្ចឹងតោះយើងយកនេះមកគៀនអូខេខ្ញុំអាចដើម្បីដាក់គៀនសិនហើយយើងចាប់ផ្ដើមធ្វើជាមួយនឹង2ហ្នឹងតែម្ដងអូខេល្មុត2ហ្នឹងឥឡូវយើងបានល្មុត2ហ្នឹងរួចរាល់ហើយអញ្ចឹងយើងបានចិតសម្បករួចរាល់អស់ហើយយើងចាប់ផ្ដើមពុះវាជា2បែបនេះអូខេដើម្បីយកគ្រាប់ចេញហ្នឹងហើយដើម្បីយកគ្រាប់ចេញមកវាមានគ្រាប់នៅក្នុងហ្នឹងបងប្អូនហ្នឹងហើយយើងធ្វើជាអ្នកស្រាវជ្រាវទៅមកខៃឡូវាមានប៉ុន្តែសាច់ខាងក្នុងវាស្អាតមែនតើបងប្អូនវាមានក្របអត់យើងស្គីមកអត់មានទេតែសាច់ខាងក្នុងវាពណ៌ស្អាតមែនតើបងប្អូនមើលពណ៌វាពណ៌ឈាមជ្រូកតិចបងប្អូនស្អាតមែនតើអូខេបាននេះមកអូខេអញ្ចឹងយើងមួយទៀតយើងពុះមកហើយផ្លែនេះខ្ញុំភ្លក់ហើយគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនវាអត់ចត់ទេដោយសារតែល្មុតនេះគេហៅថាល្មុតថ្មបើល្មុតប្រភេទមួយទៀតបើវានៅខ្ចីគឺអត់ឆ្ងាញ់ទេគេលក្ខណៈថាវាចត់ហ្នឹងហើយចត់តែអានេះគឺយើងវាទុំហើយអញ្ចឹងញ៉ាំទៅគឺឆ្ងាញ់មែនតើអូខេបន្ទាប់មកយើងពុះវាតទៀតមកអូខេដល់ពេលពុះតទៀតមកវា
មាននេះដូចគ្នាប៉ុន្តែវាទុំហើយទុំល្អខ្លាំងមែនតើយើងចិត្តបានដល់មកទុំល្អខ្លាំងមែនតើបងបើយើងញ៉ាំភ្លក់វិញញ៉ាំធម្មតាលក្ខណៈញ៉ាំអត់ដូចខ្ញុំអានេះខ្ញុំមានគោលដៅធ្វើអ្វីមួយសម្រាប់បងប្អូនអរគ្នាតែបងប្អូនដឹងហើយឲ្យតែខ្ញុំធ្វើអញ្ចឹងគឺបងប្អូនដឹងថាធ្វើអីហើយครับនេះជាក្រវាអូខេឥឡូវខ្ញុំរៀបចំសិនដើម្បីថតយកជាខួរមួយសិនបងប្អូនអូខេឥឡូវយើងបានចិត្តរួចរាល់ហើយយើងរៀបស្អាតមែនតើដូចការអញ្ចឹងយកផ្លែល្មុតហ្នឹងមកដាក់ក្នុងកែវក្លុករបស់យើងតែម្ដងទៅហ្នឹងហើយខ្ញុំធ្វើជាភេសជ្ជៈល្មុតម្ដងមើលតើវាយ៉ាងម៉េចដែរបងអូខេយើងដាក់ចឹងមកយើងយកផ្លែល្មុតរបស់យើងហ្នឹងដាក់ចូលទៅក្នុងកែវក្លុករបស់យើងមកអូខេឥឡូវល្មុតរបស់យើងបានដាក់ចូលក្នុងកែវក្លុករបស់យើងអស់ហើយអញ្ចឹងយើងយកចានរបស់យើងទុកសិនមកអញ្ចឹងយើងចាប់ផ្ដើមដាក់ជាមួយនឹងមិនមែនទឹកដោះគោទេយើងដាក់ជាមួយនឹងទឹកបងប្អូនដោយសារតែយើងទាញជាតិផ្អែមចេញពីផ្លែឈើរួចហើយអញ្ចឹងខ្ញុំដាក់ជាមួយនឹងទឹកវិញម្ដងអញ្ចឹងទឹកខ្ញុំដាក់2កែវអូខេដាក់បែបនេះមកយើងចាក់ទឹកយើងចូលក្នុងផ្លែល្មុតយើងហ្នឹងកែវផ្លែដែលមានផ្លែឈើល្មុតរបស់យើងនៅក្នុងហ្នឹងចាក់ចូលមកអូខេដាក់2កែវបងប្អូន2កែវទៅអូខេឥឡូវយើងបានដាក់ចូលរួចរាល់ហើយអញ្ចឹងយើងចាប់ផ្ដើមយកក្បាលកិនរបស់យើងយកមកមួលចូលមកមួលក្របពីលើកែវក្លុករបស់យើងនេះអូខេនៅពេលយើងមួលរួចរាល់ហើយយើងក៏ចាប់ផ្ដើមសេរីកាមេរ៉ារបស់យើងដាក់បញ្ឈរអូខេឥឡូវយើងសេរីកាមេរ៉ារបស់យើងដាក់បញ្ឈររួចរាល់ហើយយើងទាញយកម៉ាស៊ីនរបស់យើងនេះដាក់ចំកណ្ដាលបែបហ្នឹងមកហើយយើងយកកែវក្លុករបស់យើងកាប់ចូលមកដាក់ចូលក្នុងម៉ាស៊ីនមកហើយដាក់ត្រូវឲ្យកលាក់វាបើអត់ត្រូវកលាក់ទេគឺពិបាកកិនទៅវាភ្លីងខ្លងទៅស្រួលខ្ទៀតមកវិញទៀតអូខេតោះយើងដោតឌុយដើម្បីក្លុកវាតែម្ដងអូខេឥឡូវខ្ញុំបានដោតឌុយរួចរាល់ហើយអញ្ចឹងយើងចាប់ដើមក្លុកវាតែម្ដងអូខេក្លុក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 1
3 4 chắc nhưng cái lọc buồn ở lớn bên này tha mà bên này đấy cứ thêm tha dân mang cả lọc play là một bây giờ đi ra hái hay đi ra trên má có vì là mà dạng lái bộ vào vía cứ của ai sẽ lành mình tên shoot mình tên nó vốn chắc nhưng sẽ để camera cho cam sẵn nằm bay mờ bò vía bò nó về để dân cả lọc trên hai là tập hoa là dân tua bán cứ bò vi sản bò vía đôi chỉ có phê cà phê một này rồi phê cà phê vĩnh này cứ sản khăn mình tên hơi bên về vì khăn có miên khăn chui đây này chẳng dương ở trong trăm du tế dương tè từ lơ rô chiết này dương tạm đòn tới dương mùa chanh máu ok mùa chanh máu dương chặn tập lại chờ sẽ đà là một bây giờ máu qua với tình nón khăn mình tên khó fly bị fly chơi xem mà còn ok ok nó về đây này dương chân rủi ro thấy là tập hòa chân hái giờ dương chặt đã kèo bà dương rủi ro chứ nhưng chập đào nhằm tạm đón một bông người tha đôi chuyện bảo vệ đang nhà mà giọt đôi chuyện bảo vệ cứ chân anh mình tên hơi rồi chuyện em và về việc hai chuyện em cứ ở sơ miền tế vận tải vì miền khăn ốp play là một tạm đó
ហើយផ្អែមគឺមានតិចតិចទេហ្នឹងហើយមិនខ្ញុំថាជាតិផ្អែមមានអត់ជាតិផ្អែមមានតិចតិចហើយញ៉ាំមួយកែវទៀតបងប្អូនឆ្ងាញ់ខ្លាំងមែនតើបើខ្ញុំបានញ៉ាំចឹងទៅខ្ញុំអត់បានថតឲ្យបងប្អូនមើលកុំអីខ្ញុំបបាយកាមេរ៉ាឲ្យបងប្អូនមើលមិនតែខ្ញុំទូរស័ព្ទខ្ញុំបបាយបានអញ្ចឹងខ្ញុំសុខចិត្តញ៉ាំបែបហ្នឹងតែម្ដងទៅខ្ញុំញ៉ាំទៅហើយមួយកែវទៀតភេសជ្ជៈនេះភេសជ្ជៈផ្លែល្មុតនេះពិតជាឆ្ងាញ់ខ្លាំងមែនតើបងប្អូនมันអាចកាត់ថ្លៃបានទេគឺបើនិយាយពីតម្លៃបើយើងដាក់តម្លៃតម្លៃមិនបើយើងដាក់មួយកែវក៏វាអាចមួយកែវ 3000 4000 ដែរបងប្អូនអរគុណច្រើនអូខេវីដេអូធ្វើភេសជ្ជៈជាមួយនឹងផ្លែថ្មីរបស់យើងដែលជាផ្លែល្មុតហ្នឹងគឺឈានចូលដល់ទីបញ្ចប់ហើយបងប្អូនកុំភ្លេចជួយចុច Subscribe និងជួយចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Channel របស់ខ្ញុំបាទសូមអរគុណសូមជម្រាបលាបាយបាយ